សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយក្រោយពីបាត់ខ្ញុំរយៈពេល2ថ្ងៃថ្ងៃនេះអត់មានអីច្រើនទេគ្រាន់តែចង់មកចែករំលែកពីបទពិសោធន៍ដែល Facebook បានបែន account ខ្ញុំអស់រយៈពេល2ថ្ងៃបងប្អូនបើសិនជាបងប្អូនមានករណីដូចខ្ញុំជួបហើយនឹងបងប្អូនផ្សេងៗជួបបងប្អូនកុំតាន់ធ្វើអីទាំងអស់ហាមព្យាប account ថ្មីឬក៏ log in ប្រេះផ្ដាស់បងប្អូនត្រូវទុក account យើងឲ្យនៅធម្មតាសិនអានេះបទពិសោធន៍ខ្ញុំជួបផ្ទាល់ទេបងប្អូនបើសិនជាបងប្អូនផ្សេងគាត់អាចមានបទពិសោធន៍ផ្សេងគ្នាអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំព្យាប account ថ្មីដែរដោយសារតែខ្ញុំអត់log in ចូលខ្ញុំសាកព្យាប account ថ្មីទៅគឺវាបែនចូលទាំងអស់ក៏ប៉ុន្តែវាអត់តាណាទេបងប្អូនយើងអាចតែឆាតរបស់យើងមានតែឆាតចាស់យើងអាចចូលតែឆាតចាស់យើងហើយស្នើសុំ Facebook នៅក្នុងនោះមានកន្លែងគេឲ្យស្នើសុំតែមានបងប្អូនខ្លះគាត់អត់ស្នើសុំបានទេប៉ុន្តែអ្នកខ្លះក៏អាចស្នើសុំបានស្នើសុំហើយយើងទៅសេតាមគេដាក់នៅខាងលើមានការណែនាំរបស់គេយើងអានមើលចំណុចណាដែលយើងយល់ស្របយើងដាក់ yes បើវាអត់មានអីច្រើនទេគ្រាន់តែវាឲ្យពណ៌នាពីបញ្ហាដែលយើងជួបហើយយើងចុចបញ្ជូនទៅរយៈពេលប្រហែលម៉ោងចេះវានឹងលោតឲ្យប៉ុន្តែវាអត់ឲ្យភ្លាមទេបងប្អូនហើយរឿងមួយទៀតដែលខ្ញុំចង់និយាយក្នុងវីដេអូនេះបើសិនជាមានភេកណាមួយឬក៏អ្នកណាមួយផុសថាអាចទាញ account យើងមកវិញបានគេគិតជាទឹកលុយប៉ុណ្ណេះឧទាហរណ៍ខ្ញុំឃើញឡងពេលដែលខ្ញុំបាត់ខ្ញុំឃើញមានអ្នកផុសអញ្ចឹងដែលភេកធំមួយចំនួនគេថាបើចង់ឲ្យគេទាញ account យើងមកវិញបានត្រូវចំណាយលុយពី500ទៅ1000ឬក៏មានភេកខ្លះដល់1200ទៀតតែបងប្អូនកុំអត់មានអ្នកណាអាចទាញឲ្យបងប្អូនវិញបានទេក្រៅពីយើងស្នើសុំ Facebook ហើយ Facebook វាបញ្ជូនមកឲ្យយើងវិញបើអ្នកផ្សេងគឺអត់ទោះបីជាអ្នកចេះប្រើបណ្ណាក៏ទាញមកវិញអត់បានបងប្អូនព្រោះនេះមានអ្នកជួបច្រើនដូចខ្ញុំហើយខ្ញុំជួបខ្លួនឯងឡើង2ដងប៉ុន្តែការជួបលើកទី1ថ្ងៃទី1ដុល្លារវាឲ្យ scan មុខហើយព្យាបតាក់ញ៉ាំបានខែឆ្នាំកណ្ដាលយើងពិតប្រាកដខ្ញុំធ្វើរួចអស់ហើយប៉ុន្តែអត់ដឹងមិនទេបានជាវា3ម្ដងទៀតតែនេះខ្ញុំទាញមកវិញបានហើយដោយសារតែខ្ញុំដាក់ស្នើសុំហើយដល់ម៉ោងដល់ពេលដែលវាប្រហែលម៉ោងចេះវាថាឲ្យយើងវិញដល់គ្រប់ម៉ោងទៅវាឲ្យយើងវិញមែនហើយវីដេអូមានតែប៉ុណ្ណេះទេអរគុណបងប្អូនដែលបានស្រឡាញ់និងរាប់អានខ្ញុំហើយបើសិនជាមានបងប្អូនណាជួបបញ្ហាដូចខ្ញុំចេះអាច comment នៅខាងក្រោមបានបាយបាយ